សាច់រឿងតពីភាគមុនតួប្រុសប្រាប់កញ្ញាឈិនឲ្យចាំនៅនឹងសិនទៅចាំគាត់ទៅយកឡានពេលកញ្ញាឈិនកំពុងឈរចាំស៊ីអិនឈុននោះប្តីប្រពន្ធដែលចោទថានាងលក់ថ្នាំคล้ายៗក៏បានមកចាប់នាងយកទៅបំណងនឹងសម្លាប់បំបិតមាត់ស៊ីអិនឈុនបានបើកឡានមកដល់តែមិនបានឃើញកញ្ញាឈិនទេគាត់ក៏តាមរកតែមិនឃើញនិយាយពីពីរអ្នកប្តីប្រពន្ធនោះវិញពួកគេបានចាប់ចងកញ្ញាឈិនរួចច្រាញនាងដួលទៅលើដីពេលនោះភ្នែករបស់កញ្ញាឈិនដូចជាមើលឃើញព្រាលអិនឈុនបានមកដល់ទីតាំងដែលគេកំពុងវាយដំកញ្ញាឈិនឃើញបែបនេះស៊ីអិនឈុនប្រាប់ឲ្យកូនចៅចាប់ប្តីប្រពន្ធនោះយកទៅកាត់ដៃកាត់ជើងចោលទៅតួប្រុសបាននាំកញ្ញាឈិនមកដល់ផ្ទះនាងភ្ញាក់ឡើងស្រាប់តែមើលឃើញធម្មតានាងសប្បាយចិត្តណាស់តែនាងមិនបានប្រាប់ស៊ីអិនឈុនឲ្យដឹងទេពេលស៊ីអិនឈុនដេកលក់នាងបានទៅមិត្តប្រុសដែលបានគេងជាមួយនាងយប់នោះចង់ប្រាប់ថានាងបានមើលឃើញហើយតែទូរស័ព្ទរបស់អិនឈុនបានរឡើងនាងឆ្ងល់ថាមិនបានចូលទូរស័ព្ទគេទៅវិញនាងបំរុងទៅលើកទូរស័ព្ទនោះមកមើលតែតួប្រុសភ្ញាក់ឡើងទាន់ចាប់ដៃនាងជាប់រួចនាងក៏និយាយថាខ្ញុំឮទូរស័ព្ទប្រូចោលចង់ដឹងថាអ្នកណាទេមកស៊ីអិនឈុនឆ្លើយថាលោកយាយទេមកលោកយាយគាត់សួរថាពេលណាពួកយើងត្រឡប់ទៅវិញស្អែកឡើងពួកគេបានត្រឡប់ទៅផ្ទះវិញលោកយាយបានសរសើរថាកិច្ចការរបស់កញ្ញាឈិនគឺល្អណាស់ពីមុនយាយលំអៀងគាត់មើលមិនឃើញពីការខិតខំរបស់នាងគាត់ក៏បានសុំទោសកញ្ញាឈិនដែរគ្រួសារនេះមានភាពល្អកល្អឿនឡើងវិញហើយលោកយាយបានណែនាំឲ្យអាឈិននិងអិនឈុនចេះសាមគ្គីគ្នាដឹកនាំក្រុមហ៊ុនឲ្យរីកចម្រើនទៅមុខបន្តទៀតកញ្ញាឈិនចង់ប្រាប់លោកយាយថានាងអាចមើលឃើញហើយតែលោកយាយក៏ក្រោកឡើងទៅបាត់ពេលនោះអិនឈុនបានញ៉ាំទឹកក្នុងកែវរបស់នាងឆ្ងល់ថាមិនបានអិនឈុនធ្វើអញ្ចឹងស្អែកឡើងនាងបានណាត់ជួបបុរសដែលគេងជាមួយនាងយប់មុនស្រាប់តែហ្វូឆឹងក៏បានចូលមករួចហើយឈ្មោះរបស់នាងអាឈិនគិតថាបុរសដែលនៅជាមួយនាងនោះគេមិនចេះនិយាយទេគេគឺជាមនុស្សកហេតុអ្វីពេលនេះគេអាចនិយាយបាននិយាយពីអិនឈុនវិញពេលនេះឪពុករបស់គាត់បានស្ដីបន្ទោសវាយធ្វើបាបគាត់ដោយសារគាត់ជួយកញ្ញាឈិននឹងហើយអ្នកទាំងអស់គ្នារឿងក្រុមហ៊ុនផលិតថ្នាំคล้ายៗនិងរឿងគេចាប់កញ្ញាឈិនគឺឪពុកតួប្រុសនឹងឯងជាអ្នកធ្វើឪពុករបស់គាត់បានប្រាប់តួប្រុសថាឯងកុំសង្ឃឹមរស់នៅជាមួយអាឈិនបានសុខនោះព្រោះថាគាត់គឺជាឃាតករដែលសម្លាប់ឪពុកម្ដាយរបស់នាងពេលតួប្រុសឮហើយខឹងខ្លាំងណាស់ពេលអាឈិននៅជាមួយហ្វូឆឹងនៅក្នុងបារនោះហ្វូឆឹងក៏បានទម្លាយប្រវត្តិរបស់ស៊ីអិនឈុនឲ្យកញ្ញាឈិនដឹងខ្ទេចគ្មានសល់សាច់រឿងក៏បានឆ្លងមកដល់វគ្គបន្ទាប់កញ្ញាឈិនបានណាត់ជួបបុរសដែលបានគេងជាមួយនាងយប់នោះម្ដងទៀតម្ដងនេះគេទាំងពីរនាក់បានជួបគ្នាហើយតែអ្នកដែលមកជួបបែរជាស៊ីអិនឈុនទៅវិញអាឈិនមានការភ្ញាក់ផ្អើលខ្លាំងណាស់នាងមិននឹកស្មានថាបុរសដែលនាងណាត់ជួបជាបងប្រុសរបស់នាងទេស៊ីអិនឈុនបានគូវាសលើដៃរបស់អាឈិនដឹងថានេះជាបុរសដែលបានគេងជាមួយនាងយប់នោះហើយក៏ជាបងប្រុសដែលនៅផ្ទះជាមួយនាងរាល់ថ្ងៃផងដែរអាឈិនប្រាប់អិនឈុនថាឲ្យទៅងូតទឹកសិនទៅនាងក៏បានសម្រេចចិត្តចាក់ចេញពីទីនោះតែអិនឈុនបានតាមមកទាន់អ្នកទាំងពីរបាននាំគ្នាត្រឡប់ទៅផ្ទះវិញទៅអាឈិនក៏បានប្រាប់លោកយាយថានាងមើលឃើញហើយលោកយាយត្រេកអរណាស់ដែលចៅស្រីបានមើលឃើញវិញយប់នោះអិនឈុនបានចូលមកបន្ទប់របស់អាឈិនរួចបានយកនាឡិកាតែឪពុកអាឈិនបានទុកក្នុងទូមកឲ្យឪពុករបស់ខ្លួននាឡិកានោះគឺជាភស្តុតាងដែលឪពុកអិនឈុនផលិតថ្នាំคล้ายៗនឹងឯងឪពុករបស់ស៊ីអិនឈុនមិនដោះលែងអិនឈុនឡើយព្រមទាំងបានចោទស៊ីអិនឈុនថាបានសម្លាប់ឪពុកម្ដាយតួស្រីទៀតហើយក៏ប្រាប់ឲ្យកូនចៅតាមសម្លាប់ស៊ីអិនឈុនតែត្រូវបានអិនឈុនរត់រួចនិយាយពីតួស្រីវិញពេលបានដឹងនាងខឹងតួប្រុសខ្លាំងណាស់តែពេលនេះនាងមានផ្ទៃពោះ1ខែហើយកូនចៅរបស់ស៊ីអិនឈុនបានមកប្រាប់អិនឈុនថាអាឈិនត្រូវរៀបការជាមួយហ្វូឆឹងហើយមង្គលការនឹងត្រូវចាប់ផ្ដើមនៅថ្ងៃស្អែកថ្ងៃរៀបការក៏បានមកដល់ស៊ីអិនឈុនបានមកចាប់កូនក្រមុំដល់បន្ទប់ពេលនោះអិនឈុននិងអាឈិនឆ្លោះប្រកែកគ្នាយ៉ាងខ្លាំងស៊ីអិនឈុនសន្យាថានឹងប្រាប់ការពិតដល់នាងគ្រប់យ៉ាងឪពុករបស់អិនឈុនក៏បានមកដល់អិនឈុនបានបកអាក្រាតរឿងរ៉ាវរបស់ឪពុករួចប្តឹងប៉ូលីសឲ្យចាប់យកទៅផ្ដន្ទាទោសតាមច្បាប់តួឯករបស់យើងទាំងពីរបាននាំគ្នាទៅសែនធ្នូឪពុកម្ដាយស៊ីអិនឈុនសន្យានៅមុខធ្នូឪពុកម្ដាយក្មេកថានឹងមើលថែអាឈិនជារៀងរហូតរឿងនេះចប់ត្រឹមនេះឯងសូមអរគុណសម្រាប់ការទស្សនា